ស្ដីកូនជាទីស្រឡាញ់ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកពីរឿងពិសេសនិងអស្ចារ្យមួយតើអ្នកត្រៀមខ្លួនហើយឬនៅចូលចាប់ផ្ដើមវាជាពេលព្រឹកព្រលឹមមេឃនៅតែងឹតបន្តិចវាមានរយៈពេល3ថ្ងៃហើយចាប់តាំងពីព្រះយេស៊ូវសុគតនៅលើឈើឆ្កាងម៉ារីម៉ាក់ដាឡាកំពុងដើរយឺតទៅកាន់ភ្នូរនាងស្រឡាញ់ព្រះយេស៊ូវខ្លាំងណាស់ចិត្តរបស់នាងសោកសៅខ្លាំងណាស់ហើយនាងចង់ទៅជួបទ្រង់ពេលនាងដើរចិត្តរបស់នាងមានអារម្មណ៍ធ្ងន់នាងចាំថាព្រះយេស៊ូវមានព្រះហឫទ័យសប្បុរសយ៉ាងណានាងចាំពីសេចក្តីស្រឡាញ់និងព្រះបន្ទូលរបស់ទ្រង់ប៉ុន្តែពេលម៉ារីទៅដល់ទីនោះនាងស្រាប់តែឈប់រង់ចាំតើនេះជាអ្វីថ្មធំនៅពីមុខភ្នូរបានបាត់ទៅហើយភ្នែករបស់ម៉ារីបើកធំអ្នកណាជាអ្នករំកិលថ្មនាងឆ្ងល់បេះដូងរបស់នាងចាប់ផ្ដើមលោតញាប់នាងមានអារម្មណ៍ភ័យខ្លាចនិងច្របូកច្របល់ដូច្នេះម៉ារីបានងាកមករត់នាងបានរត់យ៉ាងលឿនតាមដែលអាចធ្វើទៅបានដើម្បីរកពេត្រុសនិងសិស្សម្នាក់ទៀតពួកគេបានយកព្រះយេស៊ូវទៅឆ្ងាយនាងស្រែកខ្ញុំមិនដឹងថាពួកគេដាក់ទ្រង់នៅឯណាទេពេត្រុសនិងសិស្សម្នាក់ទៀតបានរត់យ៉ាងលឿនទៅកាន់ភ្នូរពួកគេបានចូលទៅខាងក្នុងប៉ុន្តែតើពួកគេបានឃើញអ្វីមានតែក្រណាត់ដែលត្រូវបានរុំជុំវិញព្រះយេស៊ូវប៉ុណ្ណោះគ្មានព្រះយេស៊ូវទេពួកគេបានសម្លឹងមើលគ្នាទៅវិញទៅមកពួកគេមានការងឿងឆ្ងល់ពួកគេមិនយល់ពីអ្វីដែលបានកើតឡើងនោះទេបន្ទាប់មកពួកគេបានត្រឡប់ទៅផ្ទះវិញប៉ុន្តែម៉ារីនាងនៅតែនាងឈរនៅខាងក្រៅភ្នូរហើយយំទឹកភ្នែកហូរចុះមកលើថ្ពាល់របស់នាងចិត្តរបស់ម៉ារីពោពេញដោយទុក្ខព្រួយនាងគិតថាអ្វីបានចប់ហើយនាងគិតថានាងនឹងមិនដែលឃើញព្រះយេស៊ូវទៀតទេប្រហែលជាមាននរណាម្នាក់បានយកព្រះយេស៊ូវទៅនាងគិតបន្ទាប់មកម៉ារីអន់ចុះហើយមើលទៅខាងក្នុងភ្នូរម្ដងទៀតហើយទីមើលថានាងបានឃើញអ្វីទេវតាពីរអង្គស្លៀកពាក់ពណ៌ស្ភ្លឺពួកគេកំពុងអង្គុយនៅកន្លែងដែលសពរបស់ព្រះយេស៊ូវធ្លាប់នៅទេវតាបានសួរនាងថាហេតុអ្វីបានជាអ្នកយំម៉ារីឆ្លើយថាពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំទៅខ្ញុំមិនដឹងថាពួកគេដាក់ទ្រង់នៅឯណាទេបន្ទាប់មកម៉ារីបានងាកមកហើយមាននរណាម្នាក់កំពុងឈរនៅទីនោះនោះគឺជាព្រះយេស៊ូវប៉ុន្តែម៉ារីមិនបានស្គាល់ទ្រង់ទេប្រហែលជាភ្នែករបស់នាងពោពេញដោយទឹកភ្នែកប្រហែលជានាងមិននឹកស្មានថានឹងឃើញទ្រង់នៅរស់ទេព្រះយេស៊ូវមានបន្ទូលយ៉ាងស្រទន់ថាហេតុអ្វីបានជាអ្នកយំតើអ្នកកំពុងរកអ្នកណាម៉ារីគិតថាទ្រង់ជាអ្នកថែសួនដូច្នេះនាងបាននិយាយថាលោកម្ចាស់បើលោកយកទ្រង់ទៅសូមប្រាប់ខ្ញុំផងថាទ្រង់នៅឯណាខ្ញុំនឹងទៅយកទ្រង់បន្ទាប់មកព្រះយេស៊ូវមានបន្ទូលត្រឹមតែពាក្យមួយម៉ាត់ម៉ារីឈប់បេះដូងរបស់នាងលោតញាប់ទឹកភ្នែករបស់នាងស្រក់ចុះនាងស្គាល់សំឡេងនោះនាងងើយមុខឡើងហើយនិយាយថាលោកគ្រូបាទគឺជាព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ដូចដែលទ្រង់បានសន្យាព្រះយេស៊ូវបានរស់ពីសុគតឡើងវិញព្រះយេស៊ូវញឹមហើយមានបន្ទូលថាកុំកាន់ខ្ញុំអីទៅប្រាប់មិត្តភ័ក្តិរបស់ខ្ញុំថាខ្ញុំនៅរស់ទឹកភ្នែករបស់ម៉ារីបានប្រែក្លាយទៅជាសេចក្តីអំណរចិត្តដ៏សោកសៅរបស់នាងបានពោពេញដោយសុភមង្គលនាងរត់យ៉ាងលឿនតាមដែលនាងអាចធ្វើបានខ្ញុំបានឃើញព្រះអម្ចាស់ហើយនាងស្រែកព្រះយេស៊ូវមានព្រះជន្មរស់កូនជាទីស្រឡាញ់ឲ្យនេះជាដំណឹងដ៏អស្ចារ្យបំផុតនៅក្នុងលោកព្រះយេស៊ូវមិននៅក្នុងភ្នូរទេទ្រង់មានព្រះជន្មរស់សូម្បីតែសប្តាហ៍ថ្ងៃនេះព្រះយេស៊ូវនៅមានព្រះជន្មរស់កូនឲ្យតើអ្នកធ្លាប់មានអារម្មណ៍សោកសៅរាយការណ៍ទេចងចាំរឿងនេះព្រះយេស៊ូវជ្រាបពីចិត្តរបស់អ្នកហើយទ្រង់ហៅឈ្មោះរបស់អ្នកដែរយើងនឹងដឹងវាគឺជាព្រះយេស៊ូវទ្រង់ស្រឡាញ់យើងទ្រង់មានព្រះជន្មរស់ហើយទ្រង់តែងតែនៅជាមួយយើងចូលយើងចងចាំជាមួយគ្នាព្រះយេស៊ូវមិនសុខទេព្រះយេស៊ូវមានព្រះជន្មរស់ហើយទ្រង់ស្រឡាញ់អ្នក